ក្រសួងធម្មការនិងសាសនាបានឲ្យលោកថោងសុខុមហៅលោកគ្រូភ្នំកលែនបញ្ឈប់ការបង្ហោះនិងលុបវីដេអូសកម្មភាពនានារបស់ខ្លួននៅលើបណ្ដាញសង្គមបន្ទាប់ពីក្រសួងធម្មការនិងសាសនារាជធានីភ្នំពេញចុះធ្វើការណែនាំជួងតាមបណ្ដាញសង្គម Facebook របស់ក្រសួងធម្មការនិងសាសនានៅថ្ងៃទី25ខែឧសភាឆ្នាំ2025នេះបានដឹងថាលោកទេពគង្គាប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខចុះធ្វើការណែនាំលោកថោងសុខុមហៅលោកគ្រូភ្នំកលែនជុំវិញការបង្ហោះវីដេអូសកម្មភាពនិងរូបភាពដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនៅតាមបណ្ដាញសង្គមនានាដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះនិងលុបវីដេអូរូបថតសកម្មភាពផ្សេងៗមានការប្រព្រំស្រោចទឹកព្យាបាលជំងឺប្រសិទ្ធិមុនគេថាការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់គ្រងសម្ពុតបែបអ្នកបួសក្នុងព្រះពុទ្ធសាសនាជាដើមទាំងចាស់ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់លោកទេពគន្ធាប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខនិងស្ថាប័នពាក់ព័ន្ធបានដឹកនាំក្រុមការងារចុះធ្វើការសម្របសម្រួលណែនាំទៅដល់លោកថោងសុខុមហៅលោកគ្រូភ្នំកលែនស្ថិតនៅក្នុងភូមិវិមានត្រង់សង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានធ្វើការណែនាំដោយយោងទៅលើច្បាប់ស្តីអំពីសិទ្ធិសេរីភាពនិងការធ្វើសកម្មភាពគ្រប់ប្រតិបត្តិជំនឿសាសនានៅប្រជាជាតិកម្ពុជាគោលការណ៍ណែនាំរបស់ក្រសួងធម្មការនិងសាសនាជាពិសេសប្រសាសន៍ណែនាំដោយផ្ទាល់ពីអាយដាមបណ្ឌិតឆាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដល់លោកថោងសុខុមហៅលោកគ្រូភ្នំកលែនការធ្វើសកម្មភាពគោរពជំនឿកុំឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈតថភាពសង្គមនិងសាសនាដទៃបន្ទាប់ពីទទួលបានការណែនាំខាងលើលោកថោងសុខុមបានឯកភាពយល់ព្រមតាមការណែនាំរបស់លោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់គ្រប់លំដាប់ថ្នាក់និងលុបវីដេអូនិងរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមទាំងអស់ចេញបញ្ឈប់ការបង្ហោះវីដេអូរូបភាពសកម្មភាពនៅលើប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook, Instagram, TikTok, Telegram, WhatsApp និង Cool App ជាដើមឡាក់ចាប់ពីពេលនេះតទៅលោកក៏បានអំពាវនាវដល់បងប្អូនអ្នកគាំទ្រនិងអ្នកលេងបណ្ដាញសង្គមទាំងអស់សូមបញ្ឈប់ការយករូបភាពរបស់លោកទាំងចាស់ទាំងថ្មីទៅបង្ហោះចែកចាយតាមបណ្ដាញសង្គមបន្តទៅទៀតនិងសូមឲ្យបងប្អូនអ្នកលេងបណ្ដាញសង្គមទាំងអស់លុបវីដេអូនិងរូបភាពដែលបានបង្ហោះទាំងចាស់ទាំងថ្មីនោះចេញប្រសិនបើបងប្អូនអ្នកលេងបណ្ដាញសង្គមទាំងអស់នៅតែបន្តចែកចាយនិងបង្ហោះវីដេអូរូបភាពរបស់លោកបន្តទៅទៀតនោះលោកមិនទទួលខុសត្រូវនោះទេហើយបងប្អូននឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមានដោយខ្លួនឯង